Hello ជំរាបសួរក៏ដូចជាសួស្តីបានពុកម៉ែបងប្អូនហើយថ្ងៃនេះគឺចេញ vlog ថ្មីទៅហើយ vlog ថ្ងៃនេះគឺជា vlog ស្រត់ទឹកមិនម្ដងពុកម៉ែបងប្អូនហើយដោយសារតែឃើញកន្ទួតចេញផ្លែមកគឺល្អខ្លាំងមែនទែនក៏នឹកឃើញថាក្លៀនជូបាទដល់ពេលក្លៀនចេះហើយក៏ប្រូវិចក៏នឹកឃើញថាបងចេះទៅបេះមកខ្ញុំអ្នកហៅថាបុកគ្រឿងបាទពុកម៉ែបងប្អូនហើយដល់ពេលនេះខ្ញុំទៅបោះកន្ទួតគឺចាប់ផ្ដើមបកហើយបាទពុកម៉ែបងប្អូនគឺទៅតែម្ដងស្រពេលដែលគេកំពុងតែបកគ្រឿងក៏ខ្ញុំឆ្លៀតយកកន្ទួតទៅលាងពុកម៉ែបងប្អូនហើយការបកគ្រឿងរបស់គេគឺដាក់ប្រទេសច្រើនខ្លាំងមែនទែនហើយប្រទេសនេះគឺប្រទេសលក្ខណៈថាប្រទេសចិនបាទពុកម៉ែបងប្អូនគឺក្រហមចោលគឺការរាំងក្តៅថ្ងៃខ្លាំងក៏នឹកឃើញក្លៀនជូពុកម៉ែបងប្អូនអើយអោយទៅថាក្តៅខ្លាំងឬមួយយ៉ាងណាក៏ក្លៀនទៅជូនឯងបើនិយាយតាមចាស់បុរាណគាត់ថាបើថាមនុស្សប្រុសខ្លាំងហូបជូគឺមនុស្សប្រុសនោះឆ្នាំតាមពីតោគឺឆ្នាំទៅហូបជូនឯងបើថារឿងការងារគឺមិនសូវឆ្នាំទេបាទបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមលាងទឹករួចហើយពុកម៉ែបងប្អូននេះក្រោយទៅថាលាងទឹករួចក៏ដាក់ក្នុងតបាល់តែម្ដងទៅដោយសារតែប្រូវិចគេថាម៉ាច់ផ្លេសម៉ាច់អីដែលដាទាំងទួងទាំងអីនេះឯងអូយញ៉ៃរួមទៅគឺកន្ទួតពេញគេហៅថាត្រួយនេះគឺលក់ជូរឆ្ងាញ់ខ្លាំងមែនទែនបើសិនណាចាស់រាំងទុំច្អោនោះអត់សូវឆ្ងាញ់ទេពុកម៉ែបងប្អូនអើយមានតែអាត្រួយចេះឯងបុកទៅគឺវាជាតិប៉ុន្តែវាខុសម្យ៉ាងពុកម៉ែបងប្អូនដោយសារតបាល់យើងទូចពីកខ្ញុំស្គិញកន្ទួតច្រើនខ្ញុំបេះលឹងកន្លះកញ្ច្រែងតែមកដល់ពេលកន្ទួតច្រើនគឺយើងបុកអត់បានល្អិតទេពុកម៉ែបងប្អូនអើយគឺយើងបុកបានទៅថារាំងប៉លវាទៅគឺហូបបានឯងប៉ុន្តែមហាសែនជាតិផ្ដាំឲ្យពុកម៉ែបងប្អូនដោយសារតែបងប្អូនណាធ្លាប់ហូបបានដឹងថាវារសជាតិយ៉ាងណាអូញរំតោរឿងជូតាមស្រុកស្រែយើងគឺជូបែបធម្មជាតិឯងបងប្អូនឯងអាកន្ទួតក៏មិនបានខ្លះសេខ្លះអីទេបេះចេញពីដើមស្រស់តែម្ដងឯងប៉ុន្តែខ្ញុំបានថតទេអំពីការបេះកាអីនោះបងប្អូនហើយក៏ខ្ញុំបានឆ្លៀតថតដែរហើយក៏ខ្ញុំបាននឹងបុកទេបងប្អូនគឺប្រូវិចទេណាបុកអាពើកនេះឯងហើយមើលតែខំបុកឡើងបេកញីហួយញីឯងបងប្អូនដោយសារតែក្រោកពីដេកម៉ោង1ម៉ោង2នេះហើយញរំតោគឺសកម្មភាពនិងជីវិតពិតរបស់ខ្ញុំគឺតែបែបទេបងប្អូនលេខមើលទៅរញាប់វិញឡើងមកដល់ប៉ិនមីដៃពុកម៉ែបងប្អូនហើយមែលទីជ្រុះអូយញរំតោគឺបករួចហើយបាទពុកម៉ែបងប្អូនបន្ទាប់នេះកាយដាក់ចានក៏យកទៅកលែងហូបបាទពុកម៉ែបងប្អូនដោយសារតែថតមិនសូវបានច្បាស់ទេព្រោះអីយើងនៅក្នុងមលប់អញ្ចឹងណាដោយសារតែកណ្ដាលថ្ងៃក្តៅខ្លាំងមែនទែនអ្នកម៉ាត់គឺគ្នា3នាក់ច្រោកមួយចាននេះអូយញរំតោអូយញ៉ាំថាបញ្ចូលសលេងទៅក៏ស្រក់ទឹកមាត់ដែរពុកម៉ែបងប្អូនមើលវីដេអូខ្ញុំហើយបើថាក្លៀនឬមួយយ៉ាងណាក៏ស្អែកឡើងចាំត្រៀមទៅបាទពុកម៉ែបងប្អូនគឺកុំអុយបេះយកអារាំងចាស់បេះយកអារាំងត្រួយដូចខ្ញុំនេះពុកម៉ែបងប្អូនគឺអារាំងគេហៅថាសម្បូររាំងខៀវហំតិចនេះអូយជាតិផ្ដាំហើយបាទពុកម៉ែបងប្អូនគឺអូយហូបទៅមួយម៉ាត់នេះដល់ពេលកន្ទួតបែបនេះហ៎បងប្អូនអើយគឺអត់ជូរអត់អីទេគឺរាំងចត់ជូអែមក៏ឆ្ងាញ់ផ្ដាំហើយថាបកស្រាយគឺមិនចេញទេបាទពុកម៉ែបងប្អូនដោយសារតែហូបទៅវាឆ្ងាញ់ហើយយើងដាក់ប្រហុករាំងច្រើនទៀតក៏រាំងស្អ៊ុយទៀតក៏អីយោយពុកម៉ែបងប្អូនគឺលក្ខណៈថាអេមតែម្ដងហើយវីដេអូខ្ញុំថ្ងៃនេះក៏គ្មានអីបង្ហាញច្រើនទេបាទពុកម៉ែបងប្អូននេះមែនតែសកម្មភាពនឹងជីវិតពិតប្រចាំថ្ងៃរបស់ខ្ញុំនេះឯងចេញទៅហើយក៏អរគុណច្រើនសម្រាប់ការទស្សនាបងប្អូនអរគុណធំ